ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលសិក្សារៀនសូត្រជាមួយនឹងខ្ញុំបាទថ្ងៃនេះបានចាញ់រុក្ខជាតិដែលជាឱសថជូនពុកម៉ែបងប្អូនសិក្សាវិញម្ដងគឺរុក្ខជាតិបាទដែលមានឈ្មោះថាខ្ទឺឬក៏ផ្ទឺពុកម៉ែបងប្អូនណាហ្នឹងហើយផ្ទឺឬក៏ខ្ទឺនេះគឺមានឈ្មោះវិទ្យាសាស្ត្រដែលខ្ញុំបានដាក់នៅខាងក្រោមរួចហើយពុកម៉ែបងប្អូនអាចតាមដានជាមួយនឹងវីដេអូខ្ញុំបានដែលខ្ញុំដាក់ពីលើ caption វីដេអូស្រាច់ពុកម៉ែបងប្អូនហ្នឹងហើយលក្ខណៈនៃរុក្ខជាតិនេះគឺជាតេណជាតិមានមើមហើយកម្ពស់ចាប់ពី1ម៉ែត្រទៅ1ម៉ែត្រ3តឹកពុកម៉ែបងប្អូនណាតេណជាតិហ្នឹងគឺមានន័យថារុក្ខជាតិដែលជាស្មៅពុកម៉ែបងប្អូនណាដែលជាស្មៅយើងហៅបានថាជាស្មៅពុកម៉ែបងប្អូនណាហ្នឹងហើយមើមបែកក្តៀងច្រើនមានពណ៌ក្រហមខាងក្នុងខាងក្រៅពណ៌ក្រហមខាងក្រៅខាងក្នុងមានពណ៌លឿងស្រស់ពុកម៉ែបងប្អូនណាហ្នឹងហើយលក្ខណៈនៃស្លឹកគឺស្លឹកបាទស្លឹកស្ទប់ដើមពុកម៉ែបងប្អូនណាស្លឹកស្ទប់ដើមដូចរបៀបដូចស្លឹកចេកអញ្ចឹងពុកម៉ែបងប្អូនណាហ្នឹងហើយស្ទើរតែគ្មានតងហើយរាងជាលំពែងបាទវែងប្រវែងពី20ទៅ35សង់ទីម៉ែត្រទៅពី5ទៅ8សង់ទីម៉ែត្រលក្ខណៈផ្កាហ្នឹងគឺកញ្ចុំផ្កាដុះចេញពីមើមក្បែរគល់ពុកម៉ែបងប្អូនណាហ្នឹងហើយរាងជាសុទ្ធត្រវែងគម្របផ្កាហ្នឹងតម្រៀបគ្នាជាស្រកីពុកម៉ែបងប្អូនណាហ្នឹងហើយច្រើនស្រទាប់ពណ៌ក្រហមត្របកផ្កាពណ៌លឿងភៀវហ្នឹងគឺស្តៀងលឿងតិចស្តៀងក្រហមតិចពុកម៉ែបងប្អូនវាថាភ្លាវពណ៌រាងភ្លាវហើយលក្ខណៈនៃផ្លែពុកម៉ែបងប្អូនផ្លែជាផ្លែប្រភេទផ្លែស្ងួតហើយរាងស្ទើរមូលមានគ្រាប់ពណ៌ខ្មៅពុកម៉ែបងប្អូនហើយកន្លែងដាំដុះហ្នឹងគឺរុក្ខជាតិនេះដុះនៅតាមគ្រប់តំបន់ហើយខ្លះគេយកមកដាំធ្វើជាគ្រឿងទេសពុកម៉ែបងប្អូនណាហ្នឹងហើយមួយទៀតវាបន្តពូជដោយសារមើមពុកម៉ែបងប្អូនហើយផ្នែកប្រើប្រាស់ដែលជាឱសថហ្នឹងគឺមើមមានរសជាតិល្វីងមហាតហើយហិលក្លិនប្រហើរពុកម៉ែបងប្អូនណាយើងប្រៀបធៀបទៅដូចនឹងបល័យដែលពុកម៉ែបងប្អូនណាហ្នឹងហើយប៉ុន្តែវាមិនមែនជាបល័យទេវាជាផ្ទឺពុកម៉ែបងប្អូនណាហ្នឹងហើយផ្នែកព្យាបាលហ្នឹងគឺគេយកមើមវាជំនួយដាំទឹកជំនួយដល់ស្ត្រីដែលកំពុងប្រសូតបុត្រឲ្យមានឬក៏សម្បូរទឹកដោះព្យាបាលរោគរាគមូលហើយបណ្ដេញខ្យល់ក្នុងពោះទឹកនោមផ្អែមហើមខ្លួនក្តៅក្អកជ្រាងអណ្ដាតពុកម៉ែបងប្អូនណាហ្នឹងហើយមួយទៀតបញ្ចុះទឹកនោមពុលត្រីអាហារមិនរលាយជក់ពោះហើមពោះឬដងបានដាស់ហើយវិលមុខបាយមិនបានលើសឈាមឬក៏យកទៅបំពោកកន្លែងឆ្លោះក្រិចពុកម៉ែបងប្អូនណាដើម្បីឲ្យឆាប់បាត់ឆ្លោះពុកម៉ែបងប្អូនហើយកម្រិតនៃការប្រើប្រាស់រុក្ខជាតិនេះគឺយើងប្រើពី25ទៅ35ក្រាមដាំទឹកហូបក្នុងមួយឆ្នាំងពុកម៉ែបងប្អូនណាយើងប្រើស្ងួតពុកម៉ែបងប្អូនណាហើយបើសិនតែបុកលាបលើកន្លែងឆ្លោះក្រិចគឺយើងប្រើស្រស់ពុកម៉ែបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនណាដែលមិនស្គាល់អាចសួរចាស់ឬក៏មើលវីដេអូខ្ញុំបានដែលខ្ញុំបានបង្ហាញនៅលើវីដេអូនឹងស្រាប់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នា